Listen all Fujifilm users in Cambodia. គណៈពេលនេះខ្ញុំនៅព្រៃលិចទឹកតំបន់ណាមសាបាននៅកណ្ដាលទន្លេចំម្ដងបាទសួស្តីអ្នកនរគ្នាការប្រកួតពានរង្វាន់ថតរូបដ៏ធំបំផុតរបស់ Fujifilm ប្រចាំប្រទេសកម្ពុជាបានមកដល់ហើយការប្រកួតនេះគឺជាការប្រកួតតម្រូវសម្រាប់អ្នកដែលប្រើប្រាស់កាមេរ៉ា Fuji បាទជាការលើកទឹកចិត្តជាការអរគុណរបស់ក្រុមហ៊ុនទៅកាន់អ្នកប្រើប្រាស់ brand Fuji កាមេរ៉ា Fuji បាទហើយការប្រកួតនោះទៀតសោតគឺចាប់ផ្ដើមពីថ្ងៃទី17ខែ11រហូតដល់ថ្ងៃទី31ខែ12បាទហើយការប្រកាសលទ្ធផលនឹងធ្វើឡើងនៅថ្ងៃទី15ខែមករាបាទហើយពានរង្វាន់ដែលធំជាងគេនោះគឺជាកាមេរ៉ា medium format GFX 100RF ជាមួយនឹង lens 35-7ហើយអ្នកលេខ2ក៏រង្វាន់ធំដែរបាទគឺកាមេរ៉ា Fujifilm X-T5 ជាមួយនឹង lens 16-50 បាទហើយពានរង្វាន់លេខ3គឺជាកាមេរ៉ាដែលល្បីដែរគឺ RX 100 Mark 6បាទហើយមិនត្រឹមតែប៉ុណ្ណោះអ្នកដែលបានក្នុងចំណោម Top 10បាទក៏មានជារង្វាន់លើកទឹកចិត្តម្នាក់$100ដែរបាទអញ្ចឹងអ្នកនរគ្នាសូមចូលរួមទាំងអស់គ្នាអ្នកដែលមានកាមេរ៉ា Fuji បាទហើយលក្ខខណ្ឌនៃការចូលរួមនោះគឺម្នាក់អាច submit បានរូប3សន្លឹកដោយអ្នកនរគ្នាដាក់ឈ្មោះរបស់អ្នកនៅលើ file បូកជាមួយលេខរៀងរូបបាទលេខ1លេខ2លេខ3អញ្ចឹងទៅបាទហើយ submit ជាមួយនឹង email ទៅកាន់ Fujifilm ហើយទំហំ file គឺកុំឲ្យលើសពី5មេការកាត់សេចក្តីនឹងធ្វើឡើងដោយក្រុម Fujifilm Ambassador ប្រចាំប្រទេសកម្ពុជាដែលមាន Thomas បាទមានខ្ញុំមានបញ្ញរតមានភិរុនមានចនាលហើយក៏មានការចូលរួមពីអ្នកជំនាញកាមេរ៉ា Fujifilm មកពីប្រទេសសិង្ហបុរីផងដែរបាទផ្លេចប្រាប់ប្រធានបទនោះគឺសន្តិភាពនិងភាពស្ងប់ស្ងាត់តាមរយៈកាមេរ៉ា Fujifilm បាទអញ្ចឹងអ្នកនរគ្នាកុំភ្លេចនៅចាំឲ្យទៀតសូមត្រៀមកាមេរ៉ាសាកថ្មឲ្យពេញ format memory ឲ្យស្អាតកុំភ្លេចដាក់ memory ចន្លោះពីថ្ងៃទី17ខែ11និងថ្ងៃទី31ខែ12បាទអរគុណច្រើនអ្នកនរគ្នា Through Fujifilm eyes, a world at peace.